ថ្ងៃនេះខ្ញុំហុយត្រីទឹកស្អ៊ីវបែបគុណភាពជាមួយនឹង admin ទាំងអស់គ្នាហើយគ្រឿងផ្សំយើងអត់មានអីច្រើនទេមានត្រីហើយនឹងគល់សក្រីរំដេងហើយនឹងជីវ៉ាន់ស៊ុយរួមនឹងស្លឹកក្រូចតោះឥឡូវយើងចាប់តាមចូលធ្វើទាំងអស់គ្នាជាដំបូងឡើងយើងលាងគល់សក្រីអញ្ចឹងជាធម្មតាទូទៅអញ្ចឹងមានស្អីប្លែកទេហើយជីវ៉ាន់ស៊ុយគឺយើងលាងអីជាធម្មតាទៅរំដេងហើយស្លឹកក្រូចហ្នឹងគឺយើងលាងវាហើយទៅគ្រប់ទុកយូរក្រោយពីការលាងដល់ប្រសពរបស់ admin មកយើងយកគល់សក្រីមកដាក់លើជ្រុញនិងយកកាំបិតទះវាខ្លាំងទៅឲ្យវាបែកគល់សក្រីដើម្បីឲ្យវាចេញជាតិឈ្ងុយក្រោយពីមើលទៅឃើញថាអូវាល្អល្មមអីយើងកាប់វាមកសក្រីមួយដើមយើងកាប់ជា2កង់ចឹងមកហ្នឹងហើយដាក់ទៅកាប់យកទៅកុំខ្វល់តបមកយើងហាន់ជីវ៉ាន់ស៊ុយនេះបើសិនជាអ្នកខ្លះគាត់ចូលចិត្តដាក់ទាំងមូលក៏ដាក់ទៅខ្ញុំអត់ចូលចិត្តទេខ្ញុំចូលចិត្តហាន់ព្រោះខ្ញុំអ្នកហូបខ្លួនឯងក្រោយពីហាន់ជីវ៉ាន់ស៊ុយរួចយើងក៏ចូលប្រឡូកនៅរំដេងម្ដងយើងហាន់វាជាបន្ទះមកដូចត្រសក់មានអារម្មណ៍ថារយារញ័រដល់កហើយព្រោះ admin មិនមែនជាអ្នកធ្វើមកហូបអីពិតប្រសពយ៉ាងណានោះទេបន្ទាប់មកទៀតយើងយករំដេងដែលហាន់បានជាបន្ទះមិញហ្នឹងយើងមកហាន់បន្ថែមទៀតវាកាន់តែតូចទៅជាលក្ខណៈឆ្នោតវែងអញ្ចឹងមកហើយការហាន់រំដេងនេះមានអារម្មណ៍ថាធំពេកអីចង់ប៉ុនកូនដៃហ្នឹងហើយ admin ក៏មិនខ្វល់ដែរព្រោះ admin ទៅធ្វើលើកទី1ហើយក៏ហូបតែខ្លួនឯងដែរអញ្ចឹងគ្មានពីណាមកទើសយើងនោះទេក្រោយពីហាន់រំដេងរួចគេកាល់បានវាហាត់ហើយវិញយូរពេលអូកាឡាទៅយៈលឿនចឹងមកងាល់សម្រាប់តទៅទៀតវិញអូកាឡាស៊ីម៉ោងតោះឥឡូវពេលតពីការហាន់រំដេងជាដុំតូចរួចយើងយកអាដុំធំម្ដងប្រហែលជា2-3ដុំយើងហាន់វាជាដុំមកដើម្បីយកវាទៅទ្រាប់នៅខាងក្រោមនៃសាច់ត្រីពេលយើងដាក់ចូលក្នុងឆ្នាំងហ្នឹងឥឡូវមើលតាមដំណាក់កាលមួយទៅតមកទៀតយើងដាក់រំដេងលើជ្រុញហើយទះម្ដាយផាច់អូយឈឺដៃបណ្ដោយអញ្ចឹងក៏យកកបាត់ហ្នឹងវាយលើជ្រុញបន្ថែមទៅពេលយើងវាយរំដេងជាច្រើនដុំបាត់បែកគឺយើងវាយវាម្ដងមួយទៅអញ្ចឹងវាលក្ខណៈថាសាដើមវិញដដែលប្រកាច់យកស៊ីកាឡាអូកាឡាមែនហើយយើងយកស្លឹកក្រូចដាក់លើជ្រុញមកយើងហាន់វាជាលក្ខណៈឆ្នោតវែងអញ្ចឹងមកណាហើយមើលដៃបាទអត់សូវតំណងសោះហើយសូមបញ្ជាក់ admin មិនមែនជាអ្នកធ្វើម្ហូបអីជំនាញណាស់ទេព្រោះម្ហូបនេះ admin ជាកែច្នៃរនឹកអីឃើញអញ្ចឹងទៅជាខំធ្វើពីកំសាន្តភ្នែកកំសាន្តអារម្មណ៍បងប្អូនហើយបើចង់ធ្វើតាមក៏ធ្វើទៅហ្នឹងឯងបើវាតំណងតែហីធូរថ្លៃទេធ្វើយ៉ាងអស់ប្រហែលអស់តែ20000ចុះ20000រៀលឬក៏មិនដល់20000ផងហើយនេះដែរគឺជាសភនភាពដែលគ្រឿងយើងបានហាន់រួចបាទមើលទៅបាទកញ្ឆិតដល់កហើយម្ទេសខ្ញុំបានថែមនៅពីក្រោយប៉ុន្តែខ្ញុំបានថតវីដេអូទេម្ទេសយើងផ្លេសយកគ្រាប់ចេញអស់ទៅយើងបកវាមកហើយយើងហាន់យ៉ាងណាក៏ដោយដើម្បីវាចេញជាឆ្នោតមកហើយនេះឆ្នាំងបាទហើយមកទៀតយើងយកគល់សក្រីរបស់យើងនឹងដែលបានដំហើយកាត់កង់ហ្នឹងយើងយកទៅតម្រៀបនៅខាងក្នុងបាតឆ្នាំងហើយការពារខ្លោចការពារជាប់ឆ្នាំងអញ្ចឹងត្រីរបស់យើងវាលក្ខណៈមើលមកស្អាតមើលទៅចង់ហូបមកតម្រៀបគល់សក្រីយើងមកឲ្យមានស្តង់ដាអញ្ចឹងមកនេះគល់ចង់អញ្ចឹងទៅយើងមើលមិនថាសំភ្នែករបស់យើងឲ្យវាតំណងអញ្ចឹងតទៅពីការរៀបគល់សក្រីយើងរួចរាល់ហើយយើងក៏យើងដាក់ម្ដេងចូលនៅក្នុងហ្នឹងមកម្ដេងដែលយើងបានដំមិញដាក់តម្រៀបវាចូលមកដើម្បីឲ្យវាមើលទៅវាតំណងតិចអញ្ចឹងជះក្លិនមានន័យថាពេលយើងគ្របអីទៅវាក្លិនវាមូលងុំនៅក្នុងត្រីហ្មងសាច់ត្រីវានៅចិត្តឈ្ងុយឆ្ងាញ់មកអត់ឆ្អាបអត់អីទាំងអស់ឯស្លឹកក្រូចយើងដាក់វាចូលមកអស់មកយើងរៀបវាតាមស្តង់ដាអញ្ចឹងមកដាក់ខាងក្បាលខាងកតុយអីឲ្យវាជះក្លិនជាអីចឹងទៅដើម្បីបានឆ្ងាញ់មួយពេលដោយស្នាដៃខ្លួនឯងអញ្ចឹងកុំឲ្យយប់យូរសបិនច្រើនយើងចាប់ដាក់ត្រីចូលនៅក្នុងហ្នឹងតែម្ដងទៅកាលទៀតយើងរៀបត្រីធ្វើម៉េចឲ្យវាជះក្លិនមកពីគល់សក្រីរំដេងស្លឹកក្រូចអញ្ចឹងចូលក្នុងសាច់វាមានរសជាតិឈ្ងុយអញ្ចឹងហើយកុំកាត់ឆ្អាបកាត់អីយើងរៀបចំវាមកស្អាតមកតំណងមកដាក់ធ្លាប់កុំឲ្យវាប៉ះជាមួយនឹងឆ្នាំងនៅខាងក្រោមទៅបានហើយរួយរំដេងហាន់យើងមកស្លឹកក្រូចបាទស្លឹកក្រូចយើងដាក់ចូលមកមានអារម្មណ៍ថារំដេងដែលហាន់ហ្នឹងវាធំពេកទោះបីជាយ៉ាងណាក៏អរគុណដល់ខ្លួនឯងដែលបានខំធ្វើព្រោះយើងមិនដែលធ្វើនោះទេយើងសាកធ្វើមើលចង់ដឹងថាឆ្ងាញ់ឬក៏មិនឆ្ងាញ់ទឹកដៃរបស់ខ្លួនឯងលើអនាគតទៅខ្លាចជាចុកភៅនៅឋានប្រអិនអញ្ចឹងតបមកទៀតយើងឌីកដាក់ម្ទេសថែមមកឌីកវាស្អាតទាំងមកមើលទៅវាផាត់វាស្អាតដែរបើវាមិនឆ្កាញ់ក៏វាបានស្អាតដែរណាហើយគ្រឿងទាំងអស់ហ្នឹងគឺយើងដាក់ចូលហើយម្សាយើងអត់មានដាក់អីញ៉ៃពីរដងទេហើយជីមិនសុយអីគឺយើងដាក់ចូលហើយដែរធ្វើតែម្សាគ្របឆ្នាំងរួចបើកតែឆ្នាំងឆ្អិនបាត់ក៏រៀបវាអីហើយយីតំណងអញ្ចឹងមកពេលស្រួលថាពេលយើងឆ្អិនយើងហូបមកយើងមិនចាំបាច់ទៅថែមគ្រឿងអីតាមក្រោយទេពីការឌីកការតុបតែងរបស់យើងរួចយើងពវល់ឆ្នាំងឲ្យជុំអញ្ចឹងមកលយហ្នឹងវល់ទៀតលយគេថាគេហ្នឹងដឹងឆ្ងាញ់អត់ទេបុកទៀតទឹកស៊ីអ៊ីវយើងចាក់យកចូលទៅក្នុងកូនចានមកយើងស្រឡាញ់ប៉ុណ្ណារសជាតិប៉ុណ្ណាយើងចាក់ប៉ុណ្ណឹងទៅហើយយើងដាក់ប៊ីចេងបន្តិចមកហើយយើងដាក់ស្ករសអីបន្តិចមកដាក់តែពីរមុខទៅតែស្ករហើយនឹងប៊ីចេងអញ្ចឹងមកហើយយើងក្លុកវាដូចយើងក្លុកពងទាអញ្ចឹងក្លុកខ្វាក់អញ្ចឹងមកធ្វើយ៉ាងណាក៏ដោយវាចូលជាតិគ្នាវល់វិញហ្នឹងទៅក្រោយពីការក្លុកទឹកស៊ីអ៊ីវយើងដែលជោគជ័យយើងចូលវាទៅរួយនៅលើត្រីដែលយើងបានដេកឲ្យរួចមុនហ្នឹង
យើងរួយវាទៅស្រោចវាលើនឹងមកដាក់ជោគមកយើងបាច់ដាក់ច្រើនណាស់ដាក់ដូចខ្ញុំដាក់នឹងមកបើសិនជាយើងមានទឹកជាលក់ក្រៅរួចរាល់ដល់ហើយយើងយកគម្របផ្លាប់ចឹងមកនេះឆ្នាំងចំហុយរបស់យើងម៉ែឡើងរករ៉ាដោយសារតែគ្មានឆ្នាំងចំហុយធំយើងក៏បានកែច្នៃកធនទៅជាឆ្នាំងចំហុយរបស់យើងចឹងទៅហើយសក្តិនេះសខ្លះយើងយកមកដាក់ក្នុងឆ្នាំងចំហុយយើងបន្ថែមទៀតមកបីយើងប្រកាសថាឲ្យកាន់តែឈ្ងុយឆ្ងាញ់ចឹងទៅមកទៀតយើងយកជើងតម្រដាក់ទ្រផុតទឹកមកតែបើយើងអត់មានជើងតម្រទេយើងដាក់ឆ្នាំងនៅផ្ទាល់ជាមួយនឹងចានដែកឬក៏កធននឹងទៅក៏បានដែរប៉ុណ្ណឹងរួចរាល់ហើយស្រេចមានតែពិបាកអីហើយយើងយកចានដែកឬក៏កធននឹងមកគ្របពីលើនឹងបន្ថែមទៀតមកផ្លាប់ឲ្យហ្គាសរបស់យើងនឹងក៏ចាប់ផ្ដើមប្រឆេះវាទៅបើកវ៉ូលីមឲ្យកប់មកឲ្យឆេះឲ្យកាន់ខ្លាំងមកយើងទុកវារយៈពេល30នាទីចឹងមករួចរាល់អេដមីនអង្គុយចាំវាយ៉ាងអន្ទះសារដើម្បីថាចង់មើលថាលទ្ធផលវាយ៉ាងណាមិនដឹងថាបានហូបសៀងឬក៏បានហូបស៊ុបរយៈពេល100ឆ្នាំកន្លងផុតទៅម្ហូបរបស់យើងត្រូវបានឆ្អិនព្រោះអេដមីនបានឃើញផ្សែងតិចក្នុងឆ្នាំងចំហុយរបស់យើងចឹងអេដមីនមានន័យថាវាឆ្អិនហើយឱកាសបុកពោះភ័យអរបស់យើងក៏បានចូលមកដល់ហើយអេដមីនក៏ចាំយូរដែរបិទហ្គាសលន់សូថាក្រឹកតោះយើងចាប់តាមចូលទៅអត់មើលត្រីចំហុយទឹកស៊ីអ៊ីវរបស់យើងទាំងអស់គ្នា1 2 3អេដមីនក៏មានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញស្នាដៃខ្លួនឯងដែលបានបង្កើតឡើងទៅដោយជោគជ័យហើយគ្រាន់តែបើកគម្របក្លិនវាជះឡើងឈ្ងុយដូចអំបុកស្រូវថ្មីនិយាយពីថារសជាតិវិញគឺអែមស្រេមែនទែនហើយវីដេអូនេះក៏មានតែប៉ុណ្ណឹងសូមគោរពនិងជម្រាបលាបាយបាត់